បាទខ្ញុំជម្រាបសួរអ្នកនរគ្នាខ្ញុំស្រីបុតហើយនឹងយើងនឹងមកយល់ដឹង comment មួយចំនួនរបស់ Linux ដែលទាក់ទងនឹង hardware និង system control ទីមួយគឺ LSCU គឺវា show detail របស់ CPU យើងហើយទីពីរគឺ top ដែលវា show ពី CPU យើងវា run អីខ្លះហើយមួយទៀតគឺ sensor មុននឹងនេះខ្ញុំត្រូវការ install វាសិនគឺនៅកន្លែងនេះហើយយើងចាំវា install បែបទៅនិយាយឲ្យ comment ហ្នឹងគឺយើងពិនិត្យមើល CPU temperature ហើយចុះដល់លេខទី2គឺ RAM ហើយនិង memory ទី1គឺ free.a ឈ្មោះថាRAM យើងអីម៉ានហើយ comment មួយទៀតគឺ PSAUX sort នេះយើងធ្វើការ sort វាហើយយើងយក mem ឬ hard ដកមានន័យថាវានឹងមើលថាតើថាបើប្រើ RAM ច្រើនជាងគេហើយមួយទៀតគឺ sudo dm អូយសុំទោស mem វានឹង show memory slot យើងហើយនឹង speed ហើយមួយទៀតគឺ card OC MIFO វានឹង show ព័ត៌មាន memory ទាំងអស់យ៉ាងលម្អិតហើយចូលដល់មួយទៀតគឺប្រភេទ storage ហើយនឹង decomment ទីមួយគឺ df.h វានឹង show partition របស់យើងនឹង space របស់យើងមួយទៀតគឺ MSVLK គឺវានឹង show block device និង partition ជា tree structure ហើយមួយទៀត sudo sl smart ctl del ស្ដារ lens smart យ៉ាងមុនស្គាល់យើងត្រូវនេះហើយ comment ហ្នឹងវានឹង check HAL របស់ disk យើងហើយប្រមាណទៀតគឺយើងចូលដល់ network ហើយនឹង GPU information ទីមួយគឺ IP DDR ឬ IP config គឺ show នៅនឹង IP 8 bit ហើយទី2គឺ NVIDIA ដក SMI វានឹង show NVIDIA driver របស់យើងហើយបន្តទៀតគឺ if start ហើយបន្តមកគឺ speed ថាដក CLI អាហ្នឹងយើងត្រូវ install វាសិនឥឡូវយើងចូលឡើងហ្នឹងឥឡូវយើងចូលដល់ process management ម្ដងទី1គឺ PSAUX វាបង្ហាញពីថាទាំងអស់ដែលបាន run ហើយបើយើងចង់ថា kill យើងចង់បញ្ចុះប៉ុណ្ណាមួយចឹងយើងឲ្យ kill ហើយយើងវាយនេះទៅ19 ID វិញ1959ទៅយើងនឹង kill ហើយមួយទៀតយើងអាច1959ចឹងណាយើងដាក់បក9នេះវានឹង force kill service នឹងយកតាមមកហើយមួយទៀតក៏យើងអាច kill តាមឈ្មោះដែរដូចជា root នេះអីហើយ comment បន្ទាប់មកគឺ shut អាចវាយ power off
វានឹង shut down របស់យើងហើយយើងក៏អាចវាយsudo shut down .x បូក10អញ្ចឹងវានឹង shut down ក្នុង10នាទីហើយក៏មានcommentដូចជា reboot ដើម្បីយើងអាច restart កុំព្យូទ័រយើងបានយើងអាចវាយ shut down បើស្មើ restart ហើយយើងបូក5អញ្ចឹងថាយើង shut down ក្នុងរយៈពេល5នាទីបាទហើយសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូនេះ